ក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកស្គាល់នៅប្រភេទប្រព័ន្ធមីស៊ីលម្យ៉ាងដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំងនិងស្ទាក់ចាប់ប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកបានចង់ដឹងថាតើវាជាប្រភេទប្រព័ន្ធមីស៊ីលអ្វីរបស់ប្រទេសណាមកតាមដានសម្រាប់ជាមួយខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នាប្រព័ន្ធមីស៊ីល S300VM ឬមានឈ្មោះហៅក្រៅថា Altai 2500គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់របស់រុស្ស៊ីដែលរចនាឡើងសម្រាប់កំទេចយន្តហោះចម្បាំងនិងស្ទាក់ចាប់មីស៊ីលប៉ាឡេស្ទិកហើយទាំងនេះគឺជាចំណុចសំខាន់របស់ប្រព័ន្ធនេះមួយលក្ខណៈខុសប្លែកពីគេខុសពីស្រឡាយ S300 ផ្សេងទៀតដែលប្រើប្រាស់កង់ឡាននិងសម្រាប់ការពារទីក្រុងប្រព័ន្ធ S300VM ត្រូវបានដំឡើងលើឡានក្រឡាសែដែលវាអនុញ្ញាតឲ្យប្រព័ន្ធនេះអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវដើម្បីការពារកងទ័ពជើងគោកនៅក្នុងសមរភូមិមុខពីសមត្ថភាពបច្ចេកទេសអាចបាញ់កំទេចគោលដៅលើអាកាសដែលមានរយៈចម្ងាយរហូតដល់200ទៅ250គីឡូម៉ែត្រកម្ពស់បាញ់អាចបាញ់គោលដៅកម្ពស់ចាប់ពី25ទៅ30000ម៉ែត្រល្បឿនគោលដៅវាអាចចាប់ស្ទាក់មីស៊ីលដែលមានល្បឿនលឿនខ្លាំងរហូតដល់4ទៅ5គីឡូម៉ែត្រក្នុង1វិនាទីចំនួនគោលដៅវាអាចតាមដាននិងវាប្រហារគោលដៅចំនួន24ក្នុងពេលតែមួយ3ប្រភេទគ្រាប់មីស៊ីលប្រព័ន្ធនេះប្រើប្រាស់គ្រាប់មីស៊ីលពីរប្រភេទសំខាន់ណាញ M83 សម្រាប់បាញ់យន្តហោះមីស៊ីលក្រុសនិងគោលដៅតូចណាញ M82 មានទំហំធំជាងសម្រាប់បាញ់ស្ទាក់មីស៊ីលប៉ាឡេស្ទិកដែលមានល្បឿនលឿននិងរយៈកម្ពស់ខ្ពស់4សមាសភាពនៃប្រព័ន្ធដើម្បីដំណើរការប្រព័ន្ធ S300VM ត្រូវមានឡានជាច្រើនគ្រឿងធ្វើការរួមគ្នាឡានបញ្ជាសម្រាប់គ្រប់គ្រងការបាញ់រ៉ាដាស្វែងរកសម្រាប់មើលគោលដៅពីចម្ងាយរ៉ាដាតម្រង់ទិសសម្រាប់នាំផ្លូវមីស៊ីលឲ្យចំគោលដៅឡានបាញ់សម្រាប់ផ្ទុកនិងបាញ់គ្រាប់មីស៊ីលក្នុងស្ថានភាព2026នេះប្រព័ន្ធនេះត្រូវបានគេចាត់ទុកថាជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់និងមានតម្លៃបំផុតមួយប្រហែលជាង120លានដុល្លារក្នុងមួយគ្រឿងវាកំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មក្នុងចំនួនទំនើបដើម្បីការពារប្រឆាំងនឹងអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចចំពោះប្រព័ន្ធមីស៊ីល S300VM នេះតើបងប្អូនគិតថាវាស័ក្តិសមជាមួយនឹងប្រទេសកម្ពុជាយើងដែរឬទេតើបងប្អូនយល់យ៉ាងណាដែរចំពោះប្រព័ន្ធមីស៊ីលមួយប្រភេទនេះកុំភ្លេច share ហើយនិង comment នៅខាងក្រោមវីដេអូនេះបាទអរគុណច្រើន